បុរសម្នាក់ត្រូវបានស្លាប់ដោយសារតែពស់នេះចោលប្រពន្ធនិងកូនគួរឲ្យអាណិតបាទហ្នឹងហើយបងប្អូនខ្ញុំឃើញព័ត៌មានគេចុះផ្សាយគេថាពស់ចឹកគាត់ណាតាមពិតទៅមិនមែនពស់ចឹកទេបងប្អូនតោះទៅតាមដានសម្ដាប់ទាំងអស់គ្នាខ្ញុំនឹងនិយាយនៅអ្វីដែលពាក្យពេចន៍ដែលគាត់បាននិយាយមុនពេលដែលគាត់ស្លាប់ណាបងប្អូនបាទគាត់ឈ្មោះឆានីរុននៅភូមិជើងឃុំចំស្រុកមេមត់ខេត្តត្បូងឃ្មុំបាទហ្នឹងហើយគាត់បានទៅធ្វើចំការនៅខាងក្រចេះនៅខាងខេត្តក្រចេះបងប្អូនហើយគាត់ដេកនៅនឹងចំការជាមួយនឹងប្រពន្ធកូនរបស់គាត់ធម្មតាប៉ុន្តែគាត់បានដេកកន្លែងដេករបស់គាត់ហ្នឹងគឺក្រេហ្នឹងទាបទេប្រហែលជាទំជង្គង់ទេគាត់បានដេករួចដល់ពេលយប់ជ្រៅគាត់ដេកធ្លាក់ដៃម្ខាងណាបងប្អូនគាត់ធ្លាក់ដៃម្ខាងទៅលើដីហើយក៏អត់ចាប់អារម្មណ៍ទេស្រាប់តែពស់នេះមកដល់ដំបូងណាបងប្អូនអានេះបើយើងនិយាយតាមសម្ដីរបស់គាត់និយាយមុនពេលគាត់ស្លាប់បាត់បង់ជីវិតណាបងប្អូនគាត់ថាគាត់ដេកធ្លាក់ដៃម្ខាងដំបូងមកពស់នឹងមកដល់លិតម្រាមដៃគាត់ថារសើបអញ្ចឹងណាគាត់ក៏បានគ្រវេសចេញក៏ស្ងាត់ទៅវិញធម្មតាហើយគាត់ដេកទៅគាត់ក៏បានធ្លាក់ដៃទៅលើដីទៀតណាអត់ដឹងថាកន្លែងគាត់នឹងចង្អ៊ីតឬមួយក៏កន្លែងទូចទេបានជាគាត់ដេកទៅធ្លាក់ដៃទៅលើដីហើយបណ្ដាលឲ្យមានរឿងនឹងកើតឡើងណាបងប្អូនគាត់បានដេកហើយធ្លាក់ដៃទៅលើដីជាលើកទី2ពេលគាត់ភ្ញាក់ជាលើកទី2គាត់ពស់នឹងបានលេបម្រាមដៃគាត់មួយបាត់ទៅហើយគាត់បានពស់នឹងបានលេបម្រាមដៃចង្អុលរបស់គាត់ណាលេបចូលទៅទាល់តែចាល់អាកន្លែងកលាក់ម្រាមដៃយើងហ្នឹងណាបានគាត់ភ្ញាក់ដល់ពេលគាត់ភ្ញាក់ឡើងគាត់ឃើញពស់នឹងនៅជាប់នឹងដៃគាត់ក៏អាលាស់ឲ្យពស់នឹងចេញណាដល់ពេលអាលាស់ទៅពស់នឹងរឹតតែបញ្ចេញចង្កូមវាមកណាបញ្ចេញចង្កូមមកខំដើម្បីរឹតវាគិតថានេះជាសត្វបើវាមិនបញ្ចេញពឹសសម្លាប់ទេអាចសត្វនឹងអាចនឹងតដៃឬក៏រត់រួចអីចឹងណាវាស្មានថាចំណីអីចឹងណាដល់អញ្ចឹងទៅពស់នឹងក៏បានបញ្ចេញពឹសបញ្ចូលទៅគាត់ហើយអត់ចេញទេគាត់អាលាស់ហើយអត់ចេញទេរហូតដល់បញ្ចេញពឹសទៅគាត់មានអារម្មណ៍ឈឺហើយប្រពន្ធគាត់ក៏បានរកបំណងយកមកវាយពស់នឹងរហូតដល់ស្លាប់ហើយទាញអត់ចេញទៀតបងប្អូននៅប៉ាល់នឹងម្រាមដៃនឹងតែម្ដងគាត់ក៏បានកាត់រហូតដល់ដាច់មួយកំណាត់ពស់នឹងនៅតែអត់ចេញរហូតដល់គាត់យកកំបិតមកវាសមាត់ពស់ហ្នឹងណាវាសហែកដើម្បីយកពស់នឹងចេញព្រោះវាជាប់ជាមួយនឹងធ្មេញជាមួយនឹងចង្កូមហ្នឹងហើយបានទាញអត់ចេញណាបងប្អូនជាប់នៅប៉ាល់នឹងតែម្ដងខ្ញុំឃើញព័ត៌មានគេជាច្រើនគេចុះផ្សាយថាពស់ចឹកតែតាមពិតទៅអានេះខ្ញុំនិយាយតាមពាក្យសម្ដីរបស់គាត់និយាយរ៉ាយរ៉ាប់មកខាងសាច់ញាតិគាត់ទេមុនពេលដែលគាត់ស្លាប់បាត់បង់ជីវិតហើយប្រពន្ធគាត់ក៏បាននិយាយបញ្ជាក់បន្ថែមមកអញ្ចឹងដែររហូតដល់គាត់កាត់វាសចេញបានហើយគាត់ពេលហ្នឹងគឺគាត់អត់ទាន់កាត់អីទេគាត់ឲ្យប្រពន្ធគាត់យកខ្សែមករុំឲ្យកន្លែងដែលកំភួនដៃដែលពស់ខំពស់ចឹកហ្នឹងណាគាត់រុំជាប់ហើយក៏អត់ទាន់បានឈឺអីខ្លាំងប៉ុន្មានដែរគាត់បានរត់ទៅពឹងគេអ្នកជិតខាងឲ្យគេជួយទៅដល់ចំចការពូមួយគាត់មានឡានទៅឲ្យពូគាត់ជួយជូនទៅពេទ្យអីចឹងណាដល់ពេលទៅដល់ផ្ទះលោកពូហ្នឹងគឺគាត់អត់នេះទេគាត់ថាភ្នែកគាត់ងឹតគាត់ទៅអត់រួចទេមេភ្លីខ្លាំងហើយបើកឡានគាត់បើកអត់បានទេគាត់ទៅអត់រួចទេក៏បាននាំគ្នាទៅផ្ទះគ្រូពោះមួយនៅម្ដុំនោះដែរនៅក្បែរនោះដែរណាទៅដល់ផ្ទះគ្រូហ្នឹងក៏បានគ្រូហ្នឹងស្រាយចំណងដែលចងនៅជាប់នឹងដៃគាត់ហ្នឹងស្រាយចេញទៅស្រាប់តែធ្លាក់ដង្ហើមតែម្ដងពេលមុនស្រាយគឺអត់ទាន់អីទេពេលស្រាយទៅធ្លាក់ដង្ហើមទាំងគ្រូធ្លាក់ដង្ហើមទាំងជនរងគ្រោះបណ្ដាលឲ្យស្លេកស្លាំងមុខមាត់អស់តែម្ដងស្ទើរតែបាត់បង់ស្មារតីទាំងស្រុងហើយពេលនោះទាំងគ្រូទាំងជនរងគ្រោះប្រព័ន្ធជនរងគ្រោះគ្រូក៏មើលលេងបានដែរពេលនឹងមានថាលើសសមត្ថភាពគាត់ហើយគាត់ក៏បានបញ្ជូនឬក៏នាំគ្នាទាំងគ្រូទាំងប្រព័ន្ធគាត់ហ្នឹងទៅទេសតតាដើម្បីយកគាត់ធ្វើយ៉ាងណាទៅឲ្យដល់ពេទ្យយ៉ាងណាបងប្អូនស្រាប់តែគាត់បានទៅដល់ពេទ្យអ្វីគ្រប់យ៉ាងគឺត្រូវបានហ៊ូពេលអស់ហើយរយៈពេលតែប៉ុន្មានម៉ោងគាត់បានបញ្ជូនទៅដល់ពេទ្យគឺហ៊ូពេលអស់បាត់ទៅហើយពេទ្យក៏បានបញ្ជូនមកវិញចុងក្រោយលទ្ធផលគឺគាត់បានស្លាប់ដោយសារតែជាតិពស់នេះវាខ្លាំងវាជ្រាបចូលពេញរាងកាយពេញបេះដូងពេញឈាមទៅហើយពេទ្យក៏អត់មានលទ្ធភាពក្នុងការជួយឬក៏បន្សាបនៅពស់នឹងដែរខ្ញុំថាបើសិនជាកុំស្រាយចំណងដែលគាត់ចងហ្នឹងកុំឲ្យឈាមរត់ទៅក្នុងខ្លួនក្នុងបេះដូងខ្ញុំថាគាត់ក៏មិនទាន់ជាកើតអីដែរអាចនឹងជួយបានបើសិនជាកុំស្រាយបានទៅដល់ពេទ្យគេអាចនឹងជួយបានព្រោះយើងដឹងច្បាស់ហើយយើងឃើញពស់ច្បាស់ហើយដល់អញ្ចឹងទៅវាងាយស្រួលក្នុងការពេទ្យប្រើថ្នាំចាក់ថ្នាំទៅត្រូវជាមួយនឹងពស់នោះតែម្ដងបើសិនជាយើងអត់ដឹងពេទ្យគេទៅដល់គេនឹងសិក្សាគេនឹងជួសឈាមពិនិត្យរកពស់ថាប្រភេទពស់មួយណាត្រូវនឹងថ្នាំអី
នឹងគឺគេត្រូវការសិក្សាសិនប៉ុន្តែនេះគាត់បានដឹងច្បាស់គាត់បានឃើញច្បាស់ហើយថាពិតជាពស់ក្រៃលឿងខ្មៅមែនប៉ុន្តែអកុសលរបស់គាត់បានស្រាយគាត់បានទៅដល់គ្រូហើយគាត់ស្រាយចំណងនោះចេញតែប្រហែលនាទីទេគឺថាធ្លាក់ដង្ហើមទៅមកធ្លាក់រូបទឹកមុខណាទាំងគ្រូទាំងអ្នកឈឺទាំងអ្នកជាហ្នឹងឯងគឺបានប្រែប្រួលហើយព្រោះថាឈាមវាចាប់ដើមពឹសវាចាប់ដើមពេញរាងកាយវាខ្លាំងទៅហើយវាហ៊ុសពេលទៅហើយហ្នឹងហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសម្រាប់ការតាមដានទស្សនា